Lục dên mình ấy tê mền tế. ក្មួយប្រុសមានសង្សារនៅយកប្រពន្ធអត់ Lục dây khňôm miên sòng xa hơi ngay ai khňôm riệp cả hơi. ចុះជើងរបស់ក្មួយ Vì muốn khňôm thlọp miên rồi bua lơ cầm pông xa bời. សង្ហាហើយចិត្តល្អទៀតកំលុះល្អបែបនេះរកពិបាកណាស់ឥឡូវ ដូចអ្នកនរគ្នាបានមើលពីខាងដើមវីដេអូមកហើយសម្រាប់វីដេអូមួយនេះខ្ញុំមកបង្ហាញពីរបៀបបកប្រែសាច់រឿងពីភាសាផ្សេងៗទៅជាភាសាខ្មែរហើយសម្រាប់វីដេអូមួយនេះខ្ញុំបកប្រែធ្វើម៉េចឲ្យវាត្រូវតាមសំឡេងតួអង្គនិយាយតាមប្លង់នីមួយៗតួអង្គប្រុសតួអង្គស្រីឲ្យវាត្រូវរៀបចំឲ្យត្រូវយើងមិនចាំបាច់ខ្វល់ខ្វាយច្រើនទេអូខេហើយសម្រាប់វីដេអូនេះខ្ញុំមានបង្ហាញមកច្រើនហើយប៉ុន្តែសម្រាប់វីដេអូមួយនេះគឺវាពិសេសជាងវីដេអូមុនដោយសារតែយើងអាចធ្វើបាន free ហើយយើងអាចធ្វើបានច្រើននីតិដែលអ្នកនរគ្នាចង់បានឲ្យអ្នកនរគ្នាមានពេលក្នុងការធ្វើយើងអាចធ្វើវាអត់មានដែនកំណត់ទេយើងអាចធ្វើបាន free រហូតហើយក្នុងការស្វែងរករឿងនិងរបៀបdownload រឿងមកពីខាងណាអីគឺខ្ញុំមានបង្ហាញវីដេអូមុនអ្នកចូលទៅមើលទៅដើម្បីយើងបានរឿងមកបកប្រែខ្ញុំមានបង្ហាញច្រើនវីដេអូមកហើយអញ្ចឹងកុំឲ្យខាតពេលបងប្អូនមកស្ដាប់ខ្ញុំនិយាយអត់ប្រយោជន៍យូរពេកឥឡូវចូលទៅកាន់ពីរបៀបធ្វើរឿងបែបហ្នឹងតែម្ដងទៅអូខេឥឡូវដើម្បីយើងអាចធ្វើវាបានបងប្អូនចូលមកកាន់ Gmail ណាមួយមកចូលមកកាន់ Gmail ហើយបងប្អូនចូលកាន់ website មួយ search website មួយគឺ website ឈ្មោះថា Clipchamp បងប្អូនចូលមកកាន់ Chrome ហើយ search បែបហ្នឹងមកអូខេហើយវានៅខាងលើគេនេះ website វានេះ Clipchamp ចុចលើពាក្យហ្នឹងទៅអូខេចូលមកចំណុចនេះបងប្អូនមើលមកខាងស្ដាំដៃយកមកកន្លែង Try now walk free ចុចលើពាក្យមួយហ្នឹងទៅអូខេខ្ញុំសូមបញ្យល់កន្លែងនេះទៀតសម្រាប់បងប្អូនថ្មីដែលអត់ដែល login ចូល website ហ្នឹងទេវាទាមទារឲ្យយើងនឹង sign in ជាមួយនឹង Gmail របស់យើងសិនហើយឬក៏វាអាចទាមទារ account poll កាសបសម្រាប់ដែលយើង login ចូលមកកាន់ចំណុចមួយនេះបានប៉ុន្តែខ្ញុំធ្លាប់ login ពីមុនមកហើយគឺវាអត់ទាមទារខ្ញុំធ្វើការ login ម្ដងទៀតទេអញ្ចឹងវាចូលមកកាន់ចំណុចហ្នឹងតែម្ដងអញ្ចឹងមកបងប្អូនចូលមកដំបូងវាអត់ចូលមកកាន់ចំណុចកន្លែងហ្នឹងដូចខ្ញុំបងប្អូនធ្វើការ login ជាមួយនឹង Gmail ឬបងប្អូនអាចធ្វើការណែនាំរបស់គេទៅបងប្អូនអាចចូលមកកាន់ចំណុចមួយនេះបានហើយអូខេឥឡូវពីបងចូលមកកាន់ចំណុចមួយហ្នឹងបងប្អូនមើលអាខាងបតុង2ហ្នឹងគឺអាបតុងសញ្ញាបូកហ្នឹងចុចលើក្នុងទៅបង្កើតវីដេអូថ្មីមួយអូខេបងប្អូនមើលខាងស្វែងដៃនេះនាំចូល media ខាងលើបតុងពណ៌ខៀវសាររបស់ខ្ញុំជាភាសាខ្មែរលើហ្នឹងទៅបងប្អូនអាចទៅស្វែងរករឿងដែលអ្នកនេះចង់ឲ្យវាបកប្រែដាក់ចូលទៅនៅពេលដែលរឿងវា download ពេញបងប្អូនចុចអាសញ្ញាបូកដើម្បីរត់រឿងរត់មកក្រោមឥឡូវយើងមករឿងបែបនេះហើយបន្ទាប់ទៀតបងប្អូនមើលមកខាងស្ដាំដៃយកកន្លែងនិមិត្តសញ្ញា CC នេះចំណងជើងចុចលើអាហ្នឹងទៅអូខេហើយចុចមកកន្លែងនេះមកប្រើឥឡូវនេះដើម្បីឲ្យវាបកប្រែអា skip សំឡេងហ្នឹងទៅជាអក្សរឲ្យយើងចុចលើហ្នឹងទៅហើយយើងអាចរើសភាសាដើមរបស់វីដេអូហ្នឹងគឺយើងសើមកពីខាងណាវីដេអូភាសាប្រទេសណាអ្នកអាចរកទៅយើងគឺវីដេអូរបស់យើងគឺភាសាចិនរកភាសាចិនទៅនេះចិនច្រើនខ្លាំងមែនទែនតែដឹងថាមួយណាវានេះទេអ្នកតេស្តមើលខ្លួនឯងទៅខ្ញុំក៏អត់សូវដឹងដែរខ្ញុំយកគឺសុំយកអាមួយនេះទៅចិនហុងកុងតៃវ៉ាន់អក្សរពេញនេះយកមួយហ្នឹងទៅអ្នកអាចតេស្តមើលបន្ថែមទៀតទៅថាជាអត់ត្រូវអីអូខេហើយចុចនេះមកធ្វើប្រតិបត្តិការចារឹក media របស់ខ្ញុំជាខ្មែរចុចលើប៊ូតុងពណ៌ខៀវហ្នឹងទៅហើយវានឹង translate script ហ្នឹងទៅជាអក្សរឲ្យយើងឯងអ្នកធ្វើការរងចាំមួយផ្លែទៅអូខេឥឡូវគឺវាបានបកប្រែអាសំឡេងនៅក្នុងភាសាចិនហ្នឹងមកជាអក្សរឲ្យយើងហើយឥឡូវបងប្អូនបើកនៅ tab ថ្មីមួយទៀតមកបងប្អូន search Gemini ទៅបើបកប្រែទៅជាភាសាខ្មែរ
យើងត្រូវការប្រើ Gemini ឬបងប្អូនអាចប្រើនៅ website ណាផ្សេងដែរដល់អ្នកគ្នាគិតថាងាយស្រួលខ្ញុំប្រើក្នុងការខ្ញុំប្រើ Gemini ឲ្យវា transcript ឲ្យខ្ញុំអូខេប៉ុន្តែបងប្អូនអាចនេះមកនេះបងប្អូនអាចសរសេរតាមខ្ញុំមកខ្ញុំអាច copy យកខ្ញុំដាក់នៅក្នុង description នេះដាក់នឹងមកយើងចូលទៅកាន់ website មួយហ្នឹងហើយយើង copy វាយកទាំងអស់ទៅនេះហើយវងចោលក្រោមនេះអាតបត់នឹងចូលទៅអូខេប៉ុណ្ណេះនេះអាចចុច enter ទៅវាទៅហើយធ្វើការរងចាំវាមួយផ្លែទៅវានឹងបកប្រែមកជាភាសាខ្មែរឲ្យយើងហើយអូខេឥឡូវវាបានបកប្រែ script ហ្នឹងទៅជាភាសាខ្មែរឲ្យយើងហើយខ្ញុំបន្ទាប់ពីបងប្អូននេះមកចូលមកកាន់ website របស់យើងវិញទៅហើយធ្វើការបិទនៅសំឡេងដើមទៅបងប្អូនមើលមកខាងស្វែងដៃរកពាក្យថាថតនឹងបង្កើតហើយអូនមកក្រោមរកពាក្យនេះមកអត្ថបទទៅជាសំឡេងចុចលើហ្នឹងទៅហើយអ្នកគ្នាអាចរើសនេះមកនេះគេអ្នកគ្នាទាញនេះមកខាងដើមមកហើយអ្នកគ្នាអាចមើលខាងនេះលើអ្នកគ្នារើសយកខ្មែរទៅនេះបើសិនជាសំឡេងដំបូងហ្នឹងគឺតួអង្គណានិយាយប្រេសស្រីឬប្រុសអ្នករើសទៅហើយទៅ copy អត្ថបទរបស់យើងទៅដំបូងគឺនេះតួអង្គស្រីនិយាយតួអង្គអ៊ំស្រីគាត់និយាយអូខេហើយ copy មកកន្លែងនេះទៅរើសកម្ពុជាអានេះរើសសំឡេងប្រុសស្រីឡងហ្នឹងគឺសំឡេងស្រីនិយាយស្រីមុំហើយចុច save ទៅអូខេហើយអ្នកស្ដាប់មើលទៅនេះក្មួយប្រុសឯងចង់បានប្រពន្ធទេអូខេហើយបន្ទាប់ទៀតគឺប្រុសនិយាយនឹងនេះអាច copy នេះហើយចូលមកកន្លែងដដែលទៀតទៅធ្វើចឹងដដែលទៅ script ដែលអ្នកគ្នានឹងទៅអូខេអាចចូលទៅហើយតំណឹងគឺជាសំឡេងប្រុសនេះដូរសំឡេងទៅប្រុសវិញទៅពិសិដ្ឋហើយចុចរក្សាទុកអូខេតាមមកពីណាអូខេហើយម្នេះគឺវាមានសំឡេងនិយាយអូសមកឡើងសំឡេងនិយាយមកត្រង់នេះគឺសំឡេងប្រុសនិយាយចុចលើហ្នឹងទៅយើងអាចឡើងនៅដែរទៅធ្វើការបង្កើតចឹងដែរទៅឲ្យអស់សំឡេងអ្នកនេះចង់បានតែរឿងអូខេហ្នឹងចូលមកកាន់ script របស់យើងនេះហ្នឹងគឺតួអង្គប្រុសនិយាយ copy កន្លែងហ្នឹងទៅពិសិដ្ឋត្រូវហើយយើង save ទៅអូខេស្ដាប់មើលទៅលោកយាយតើលោកយាយមានកាត់អីទេគេហ្នឹងគឺតួអង្គនេះស្រីនិយាយអាចមកឡើងដដែលទៀតយើងអាចនេះទៅ copy script របស់យើងទៅនេះត្រឹមនេះទៅហើយយើងផាសចូលកន្លែងហ្នឹងទៀតទៅហើយយើងអាចដូរទៅខាងស្រីវិញទៅនេះស្រីមុំហើយរក្សាទុកក្មួយប្រុសឯងមានសង្សារហើយឬនៅអូខេអ្នកនរគ្នាអាចធ្វើការដេញ copy ផាសចឹងដែរទៅតាមថាប្លង់មួយណាតួអង្គមួយណានិយាយអ្នកគ្នាអាចមើលខ្លួនឯងទៅថាប្លង់ណាប្រុសនិយាយប្លង់ណាស្រីនិយាយអ្នកគ្នាអាច copy ចឹងដែរឲ្យអស់នៃសាច់វីដេអូដែលអ្នកគ្នាចង់បកប្រែហ្នឹងទៅមិនថាអ្នកគ្នាចង់បកប្រែសម្លេងសាច់រឿងហ្នឹង1ម៉ោងក៏ដោយឬក៏2ម៉ោងឯដែរឲ្យអ្នកគ្នាមានពេលអ្នកធ្វើការអញ្ចឹងដែលរហូតទៅអូខេនៅពេលដែលបងប្អូនធ្វើការឲ្យវានិយាយឲ្យវាត្រូវតាមមាត់តួអង្គនិយាយតួអង្គប្រុសស្រីហ្នឹងហើយអ្នកគ្នាអាចពិនិត្យមើលទៅនេះថាប្លង់ហ្នឹងនិយាយត្រូវនៅអ្នកអាចសេរីវាឲ្យហើយទៅអ្នកគ្នាអាចពេលអ្នកគ្នាដែលបានឲ្យវានិយាយបែបហ្នឹងឲ្យអស់នៃសាច់វីដេអូអ្នកគ្នាចង់បានហើយអ្នកអាចសេរីមើលឲ្យត្រូវតាមមាត់និយាយនេះតួអង្គគឺនិយាយមកនេះតួអង្គណានិយាយសេរីវាឲ្យហើយទៅមុននឹងយើង save វាចេញ
ដើម្បីយើងដាក់ចូលខាត់ទៅដើម្បីយើងអត់ចាំបាច់កែវាទៀតទេគឺវាត្រូវតែម្ដងអូខេនៅពេលបងប្អូនបានសេរីវាបានត្រូវតាមដែលតួអង្គនិយាយច្បាស់ហើយអ្នកគ្នាអាចចុចនេះខាងលើនេះមកនាំចេញសញ្ញាព្រួយឡើងលើហ្នឹងចុចមួយហ្នឹងទៅហើយអ្នកគ្នាអាចនេះអូសមកក្រោមនេះយកតែសំឡេងបានយើងមិនច្បាច់យកសាច់វីដេអូហ្នឹងឯងយើងដាក់ក្នុងខាត់ទៅអូខេ save យកទៅតែសំឡេងទៅហើយនៅគ្នាអាចនាំចេញទៅអូខេនៅពេលដែលវា download ឲ្យអ្នកនរគ្នាបានចប់ហើយអ្នកនរគ្នាបើកខាត់មកហើយដាក់នៅវីដេអូដែលអ្នកនរគ្នាចង់បកប្រែហ្នឹងហើយអ្នកនរគ្នាបិទនៅសំឡេងដើមនៃវីដេអូមួយហ្នឹងទៅអ្នកនរគ្នាអាចចូលទៅយក file សំឡេងដែលយើងបាន download មួយហ្នឹងអ្នកនរគ្នាដាក់មកខាងក្រោមហ្នឹងមកហើយអាចស្ដាប់មើលតើវាត្រូវអត់ ក្មួយប្រុសឯងចង់បានប្រពន្ធទេ តាមកពីណាលោកយាយតាលោកយាយមានកាត់អីទេ ក្មួយប្រុសឯងមានសង្សារហើយឬនៅចង់បានប្រពន្ធទេ លោកយាយខ្ញុំមានសង្សារហើយថ្ងៃស្អែកខ្ញុំរៀបការហើយ អូខេនៅពេលដែលយើងបានរៀបចំវាសំឡេងវាត្រូវក្នុង website clip cham ហើយទៅពេលយើងដាក់ចូល CapCut គឺវារៀបចំមកយើងបានត្រូវនៃសាច់វីដេអូរបស់យើងតែម្ដងមិនច្បាច់រៀបចំអីទៀតទេអូខេនៅពេលអ្នកនរគ្នាបានកាត់វាចប់ហើយសេរីវាត្រូវនៃសាច់វីដេអូរបស់គ្នាបានល្អហើយអ្នកអាចចុច export វាចេញទៅឬអ្នកអាច crop វីដេអូនឹងតិចទៅនេះឲ្យបាត់ logo គេនេះមកកន្លែងនេះមក crop បន្តិចទៅលើបន្តិចទៅអាចសេរីខ្លួនឯងបន្ថែមទៀតទៅអត់មានបញ្ហាដល់ហ្នឹងហើយយើងចុច continue ទៅអូខេសេរីទំហំនោះមុននឹងយើងចង់ផុសទៅក្នុង website មួយណា YouTube ឬក៏ Facebook មានអាចសេរីទំហំបាននេះអូខេបើទំហំប៉ុណ្ណឹងទៅអូខេបើគិតថាអាចទទួលយកបានអ្នកនាងអាចចុច save ទៅអូខេវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលមើលដល់ចប់កុំភ្លេចចុច subscribe និងដឹងឲ្យ channel របស់ខ្ញុំមួយផង